简新年简新年ចូលឆ្នាំខ្មែរចូលឆ្នាំខ្មែរតោះយើងមករៀនពាក្យចូលឆ្នាំខ្មែរទាំងអស់គ្នាតោះអញ្ចឹងយើងចាប់ផ្ដើមទៅតោះខៃឈឺបុណ្យប្រពៃណីភាសាចិនគេអានថា传统节日传统节日បន្ទាប់ទៀតអង្គរសង្ក្រាន្តភាសាចិនគេនិយាយថា五个松干五个松干បន្ទាប់ទៀតពាក្យសង្ក្រាន្តយើងអានថាអីគេសុងកានជាសុងកានជាតោះតើតើជាមួយនឹងអីគេបោះសម្អាតផ្ទះភាសាចិនគេនិយាយថាអីគេ小房小房តោះបន្ទាប់ទៀតតើតើជាមួយនឹងរៀបចំអីវ៉ាន់សែនភាសាចិនគេនិយាយថាបាយ放祭品បាយ放祭品តើតើជាមួយនឹងការអុជធូបភាសាចិនគេនិយាយថា烧香烧香អុជធូបណាតោះពាក្យថាសែនជូនដូនតាភាសាចិនគេនិយាយថា祭拜先人祭拜先人តោះពាក្យថាវត្តវត្តភាសាចិនគេនិយាយថា寺庙寺庙ពាក្យថាព្រះសង្ឃភាសាចិនគេនិយាយថាម៉េចតោះពាក្យថាព្រះសង្ឃភាសាចិនគេនិយាយថា和尚和尚ពាក្យថាថ្វាយឬប្រគេនចង្ហាន់ភាសាចិនគេនិយាយថាពុสือชีฟันពុสือชีฟันមានន័យថាថ្វាយឬក៏ប្រគេនចង្ហាន់ណាតោះពាក្យថារាប់បាតក្នុងភាសាចិនគេនិយាយថា10万佛在ពាក្យថាពួនភ្នំសាច់ភាសាចិនគេនិយាយថា对沙山对沙山តោះតើតើជាមួយនឹងល្បែងប្រពៃណីខ្មែរយើងនៅក្នុងភាសាចិនល្បែងចោលឈូងឬក៏ចោលឈូងភាសាចិនគេនិយាយថារឹងពុឈៀវរឹងពុឈៀវរឹងពុឈៀវនេះយើងប្រើថាចោលឈូងចោលឈូងតោះបន្ទាប់ទៀតទាញប្រត់ភាសាចិនគេនិយាយថាប៉ាហើចឹងប៉ាហើមានថាទាញប្រត់ទាញប្រត់តោះតើតើជាមួយនឹងលក្ខកន្សែងភាសាចិនគេនិយាយថាឆងសោផាតើតើជាមួយនឹងអីគេបោះអង្គញ់ភាសាចិនគេនិយាយថាទៀវអានខុនទៀវអានខុនតើតើជាមួយនឹងខ្លែងចាប់កូនមាន់ក្នុងភាសាចិនគេនិយាយថាឡៅអ៊ីងចា小鸡小鸡តើតើជាមួយនឹងការវាយក្អមក្នុងភាសាចិនគេនិយាយថាតាធូកွာតើតើជាមួយនឹងអីគេជះទឹកលេងជះទឹកអញ្ចឹងភាសាចិនគេនិយាយថាផសួយតើតើជាមួយនឹងពាក្យបាត់ម្សៅក្នុងភាសាចិនគេនិយាយថាหมอฝนតោះពាក្យថាលោតបាវក្នុងភាសាចិនគេនិយាយថាថោតៃអញ្ចឹងវាថាលោតបាវ谢谢